ប្រវត្តិនិងព្រឹត្តិការណ៍នៃស្ពានមេទឹកខេត្តពោធិ៍សាត់តើបងប្អូនដឹងទេថាស្ពានតូចមួយនេះមានឥទ្ធិពលប៉ុណ្ណាចំពោះសេដ្ឋកិច្ចនេះគឺជាស្ពានមេទឹកឬស្ពានជ័យជំនះដែលជាបេះដូងនៃផ្លូវជាតិលេខ55នៅក្នុងស្រុកវាលវែងតែពេលនេះស្ពាននេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកដែលនឹកស្មានមិនដល់ស្ពានមេទឹកគឺជាផ្នែកមួយនៃគម្រោងផ្លូវជាតិលេខ55ដែលចំណាយថវិកាដ៏ធំគម្រោងនេះបានចំណាយទឹកប្រាក់ប្រមាណ$13 លានសម្រាប់តែស្ពានមេទឹកដែលជាហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋប្រជាមានិតចិនការសាងសង់ស្ពានបេតុងអាមេនេះចំណាយពេលប្រមាណ28ខែដោយចាប់ផ្ដើមពីការរៀបចំរហូតដល់បញ្ចប់នៅឆ្នាំ2018ស្ពានមានប្រវែងសរុប180ម៉ែត្រនិងទទឹង10ម៉ែត្រអ្វីដែលគួរចាប់អារម្មណ៍នោះគឺកម្ពស់របស់ស្ពាននេះត្រូវបានរចនាឡើងខ្ពស់សមរម្យដើម្បីធានាវាអាចទប់ទល់នឹងទឹកជំនន់ទឹកស្ទឹងមេទឹកក្នុងរដូវវស្សានិងអាចលំហូរទឹកស្ថិតនៅក្រោមស្ពានប្រកបដោយសុវត្ថិភាពវាជាសមិទ្ធផលបច្ចេកទេសមួយដែលតបជួបតំបន់នៃភ្នំវាលវែងទៅទីប្រជុំជនព្រមទាំងសម្រួលការដឹកជញ្ជូននិងទេសចរទៅកាន់ព្រំដែនថៃយ៉ាងខ្លាំងប៉ុន្តែសន្តិភាពនិងសកម្មភាពធម្មតានោះត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរនៅព្រឹកព្រលឹមថ្ងៃទី13ខែធ្នូឆ្នាំ2025ស្ពានដ៏រឹងមាំនេះត្រូវបានទទួលរងការខូចខាតដោយនឹកស្មានមិនដល់តាមរបាយការណ៍បញ្ជាក់ថាស្ពានមេទឹកនេះត្រូវបានកាត់ផ្តាច់ទាំងស្រុងដោយសារការវាយប្រហារតាមផ្លូវអាកាសដោយយន្តហោះ F-16 របស់ថៃហេតុការណ៍នេះបានធ្វើឲ្យផ្លូវជាតិលេខ55ត្រូវកាត់ផ្តាច់ទាំងស្រុងដែលបង្កផលវិបាកធ្ងន់ធ្ងរដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងការដឹកជញ្ជូនទំនិញទៅកាន់តំបន់ព្រំដែនការខូចខាតនេះមិនត្រឹមតែរចនាសម្ព័ន្ធប៉ុណ្ណោះទេតែវាជាការរំខានដល់ចរន្តសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជនរាប់ពាន់នាក់នៅតំបន់នេះស្ពានមេទឹកគឺជាភស្តុតាងប្រវត្តិសាស្ត្រដែលបង្ហាញអំពីការអភិវឌ្ឍនិងភាពងាយរងគ្រោះរបស់ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់តើការងារជួសជុលនឹងចាប់ផ្ដើមនៅពេលណាហើយតើពេលណាទើបស្ពានដ៏សំខាន់នេះអាចត្រឡប់មកបម្រើប្រជាពលរដ្ឋដូចដើមវិញជាការពិតណាស់គឺមិនដឹងថាពេលណាទេដោយសារតែបច្ចុប្បន្ននេះខាងភាគីថៃគឺបានធ្វើការវាយប្រហារយ៉ាងខ្លាំងជារៀងរាល់ថ្ងៃមកកាន់តំបន់ថ្មដានៃស្រុកវាលវែងសូមបងប្អូនជួយចែករំលែកមតិយោបល់របស់បងប្អូនអំពីបញ្ហានេះតើការដែលភាគីថៃមកទម្លាក់គ្រាប់បែកដោយប្រើយន្តហោះចម្បាំង F-16 មកកាន់ទឹកដីប្រទេសកម្ពុជាយើងនេះតើបងប្អូនយល់ឃើញថាការឈ្លានពានរបស់ពួកខាងថៃនេះពិតជាឧក្រិដ្ឋកម្មសង្គ្រាមឬក៏យ៉ាងណាសូមកុំភ្លេចជួយ like ជួយ subscribe ដើម្បីតាមដានព័ត៌មានបន្តទៀតសូមអរគុណ